សូមស្វាគមន៍មកកាន់ Channel Tech Original សិក្សាភាសាចិនបាទថ្ងៃនេះគឺជួបជាមួយឡាវស៊ឺទៀតហើយគឺសម្រាប់មេរៀនថ្ងៃនេះគឺយើងចូលទៅដល់មេរៀនទី9បាទអញ្ចឹងគឺចំណងជើងមេរៀនថ្ងៃនេះគឺមានស៊ឺបាទមានស៊ឺបាទសម្រាប់ចំណងជើងយើងនេះគឺយើងប្រែថាសម្ភាសការងារបាទអញ្ចឹងគឺយើងចូលមេរៀនយើងតែម្ដងទៅកុំឲ្យខាតពេលយូរបាទអញ្ចឹងប្រធានបទទី1របស់យើង你做过什么工作បាទ你做过什么工作បាទយើងប្រែថាអ្នកធ្លាប់ធ្វើការងារអ្វីបាទ你អ្នកបាទជាប់កក់បាទជាប់កក់មានថាធ្លាប់ធ្វើបាទ什么បាទ什么នោះគឺអ្វី工作បាទ工作ការងារ你做过什么工作បាទយើងប្រែថាអ្នកធ្លាប់ធ្វើការងារអ្វីបាទអញ្ចឹងគឺយើងមើលប្រយោគ B របស់យើងគឺប្រយោគចម្លើយបាទ我做过老师បាទ我做过老师បាទសម្រាប់ប្រយោគនេះគឺយើងប្រែថាខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនបាទ我做过老师បាទ我做过老师ខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនបាទអញ្ចឹងគឺយើងបន្តមេរៀនយើងទៀតបាទយើងមើលប្រយោគយើងបាទគឺយើងអានថា为什么来这里បាទ为什么来这里បាទគឺយើងនិយាយថាហេតុអ្វីមកទីនេះបាទអញ្ចឹងត្រង់សម្រាប់ប្រធានបទយើងកន្លែងនេះគឺយើងចង់មានន័យថាហេតុអ្វីបានជាអ្នកមកសម្ភាសឬក៏ចង់ធ្វើការនៅក្នុងក្រុមហ៊ុននេះបាទ为什么来这里ហេតុអ្វីមកទីនេះបាទ为什么បាទ为什么គឺយើងប្រែថាហេតុអ្វី来បាទ来មកបាទ这里បាទ这里ទីនេះ为什么来这里ហេតុអ្វីមកទីនេះបាទយើងមើលចម្លើយរបស់គ្នាបាទ B 我想学习和发展បាទខ្ញុំចង់រៀននិងអភិវឌ្ឍបាទ我想បាទ我想ខ្ញុំចង់បាទ学习បាទ学习រៀនហើបាទហើនោះគឺយើងបែរទៅនឹង发展បាទ发展អភិវឌ្ឍបាទ我想学习和发展ខ្ញុំចង់រៀននិងអភិវឌ្ឍបាទអញ្ចឹងសម្រាប់មេរៀនយើងថ្ងៃនេះដល់ទីបញ្ចប់ហើយបាទសូមអរគុណសូមជម្រាបលា